student អរគ្នាក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញពីការ drag and drop អញ្ចឹងមុននឹងយើងធ្វើ drag and drop ហ្នឹងបានគឺយើងត្រូវមាន div មួយឬក៏ជា element ណាមួយដែលយើងចង់ drag and drop អញ្ចឹងដើម្បី drag and drop បានយើងចូលមកប្រើ library មួយដែលឈ្មោះថា interact.js នៅពេលដែលយើងចូលមកដល់ library ហ្នឹងហើយយើងមកមើល doc ហើយមកមើល guide យើងខ្ញុំសុំវិញបន្តិចទៅមកយើងចូលទៅកន្លែង draggable ហើយយើងឃើញកូដនេះអញ្ចឹងយើង copy កូដនឹងមួយហើយយើងយកមកផាននៅក្នុងនេះនៅក្នុង JavaScript យើងបើក tag script អូខេហើយយើង pass script នឹងមកប៉ុន្តែនៅពេលដែល pass script នឹងគឺវាអត់ទាន់ដើរទេយើងធ្វើការ copy installation វាមួយដែលយើងចូលមកកន្លែង installation ហ្នឹងយើងធ្វើការ copy CDN នេះខ្ញុំបើកវាធំនេះយើង copy CDN នេះទៅមកយើងយកមកដាក់នៅ header កូដយើងអូខេបន្តមកយើងមកតេស្តមើលថាយើង drag drop បានហើយនៅឡើយយើងអូសវាអូខេនៅអញ្ចឹងនេះកន្លែងនេះនៅពេលដែលយើងចង់ drag and drop គឺយើងត្រូវដាក់ class មួយឲ្យដូចគ្នានៅក្នុងរបស់ដែលយើងចង់ drag and drop ឧទាហរណ៍នេះ class វាដើមឈ្មោះ drag and drop អញ្ចឹងយើងអាចយក class ហ្នឹងមកដាក់នៅក្នុងនេះបែបហ្នឹងហើយយើងមក refresh មើលឃើញអត់វាមកហើយមួយទៀតហេតុអីបានវារៀង slow យឺតដោយសារតែខ្ញុំដាក់ duration វាយឺតអញ្ចឹងខ្ញុំ duration វា smooth វិញហើយអញ្ចឹងវាឃើញយឺតដោយសារតែខ្ញុំដាក់ duration វារៀង load តិចនៅពេលដែលយើងអូសយ៉ាអញ្ចឹងយើងអូសមកវារៀង slow យឺតយើងវាហើយកវិសប៉ុន្តែមួយទៀតនៅពេលដែលយើងចង់ដាក់drag ball ហ្នឹងទៅលើ element ច្រើនឧទាហរណ៍ថាខ្ញុំមាន element នេះដូច emoji នេះអញ្ចឹងខ្ញុំយក emoji ហ្នឹងមកបង្ហាញអ្នកទាំងអស់គ្នាម្ដងបែបនេះdrag បែបនេះខ្ញុំមក emoji នេះតែយើង drag ឃើញខុស position យើងចាប់នេះទៅដល់លើអញ្ចឹងដើម្បីយើងធ្វើការដោះស្រាយproblem ហ្នឹងបានគឺយើងត្រូវចេះ modify code តិចតួចអញ្ចឹង modify code ហ្នឹងមិនគឺយើងមកមើលកន្លែងនេះខ្ញុំមាន emoji ខ្ញុំមានកូដកន្លែងនេះអញ្ចឹងខ្ញុំប្រៀបធៀបកូដហ្នឹងឲ្យមើលអញ្ចឹងខ្ញុំចូលមកមើលនេះអញ្ចឹងខ្ញុំប្រៀបធៀបកូដពីរហ្នឹងអូខេនេះនៅក្នុង document នៅក្នុង script ធម្មតានៅពេលដែលយើងអូសគឺខ្ញុំបើកកន្លែងនេះឲ្យមើលគឺនៅក្នុងនេះគឺអត់មាន attribute ទេនេះប្រហែលជាស្គាល់ attribute នឹងជាអីគេអញ្ចឹងនៅក្នុងនេះវាអត់មាន attribute ទេអញ្ចឹងបើសិនជានៅពេលដែលវាអត់មាន attribute នៅពេលដែលយើងអូសទៅគឺវាចាប់តែ position ដំបូងប៉ុណ្ណោះឧទាហរណ៍ថាអានេះអូសមកនេះ600អញ្ចឹងនៅពេលដែលអូសលើអានេះអញ្ចឹងអានេះជាប់600ទៅពេលទៅវាទៅលើអីអត់ឧទាហរណ៍នេះវានៅ position 1000នៅកន្លែងនេះអញ្ចឹងយើងមកចាប់អានេះអញ្ចឹងអានេះវាចាប់position 1000នេះនៅនេះវាចាប់វានៅនោះអញ្ចឹងដើម្បីកុំឲ្យវាមានដំណើរបញ្ហាមួយហ្នឹងគឺយើងត្រូវប្រើ script ខាងក្រោមនេះខ្ញុំបញ្យល់យើងត្រូវប្រើ script នេះវិញអញ្ចឹងយើងបិទនេះបើ script នេះឥឡូវមកតេស្តមើលសិនថាហេតុអីបាន script នេះវាដើរអញ្ចឹងដោយសារតែនៅពេលដែលយើងអូស element ណាមួយអញ្ចឹងកូដរបស់យើងគឺវាទៅចាប់ attribute ចេញពី element មួយហ្នឹងតែនៅក្នុងនេះមើលអត់ឃើញ attribute ទេអញ្ចឹងខ្ញុំដាក់ F12 ឲ្យមើលអញ្ចឹងខ្ញុំ click លើនេះមួយអញ្ចឹងនេះវាមាន attribute data x និង data y អញ្ចឹងអានេះវាមានប៉ុណ្នេះកាលអានេះវាមានប៉ុណ្នេះអញ្ចឹងវាខុសគ្នាអញ្ចឹងនៅពេលនេះគឺយើងប្រើការអ្នកចាប់position នៃ x ដោយចាប់ចេញពី attribute នៃ x អញ្ចឹងបើសិនជាវាជា position ដំបូងដែលអត់ទាន់បាន move ទេអញ្ចឹងវាច្បាស់ជាអត់មាន attribute ទេនេះវាឆ្លាស់អញ្ចឹងដូចអានេះអញ្ចឹង
ok nhưng mà nè mỗi ní ở toàn miền attribute thì nó phải để dương pack phím chẳng dương chẳng mơ lại nó phải để dương off phím viên nó pop attribute đi màu này pop máu đời xa tay nó không code dương bàn set attribute nó lại nè chẳng nó phải để move phím nó phải để move phím nhưng vô tạm nó phải để dương move này tìm mùi nắng ví dụ tôi miền attribute tiền chẳng nó phải để target ní chặt attribute bán chẳng x នេះគឺស្មើ0ហើយចាប់ទៅ event d អញ្ចឹងអា event dx ហ្នឹងយើងអាចសម័យថាវាជា library ដែល built in ឡើងអញ្ចឹងនៅពេលដែលយើងអស់យ៉ាយើងអស់យ៉ាអញ្ចឹងអា event dx ហ្នឹងគឺជា event ax នេះហើយអា event dy ហ្នឹងគឺ event ay នេះអញ្ចឹងដល់ពេលយើងអស់ទៅគឺវាចាប់ជាងវាហ្នឹងអញ្ចឹងស្មើ0ហ្នឹងបានន័យថាជាទីតាំងដើមតែបើសិនជាអានឹងមាន data ដូចជានេះមាននេះវាមាននេះហើយមើលនេះវាមាន data x data y ហើយអញ្ចឹងនៅពេលដែលយើងអូសគឺអានេះកូដកន្លែងនេះគឺវាទៅចាប់ attribute x និង y ហើយយកមកបូកខាមជាមួយ attribute ថ្មីអញ្ចឹងគឺវាចាប់បាន position នៃ element មួយបានច្បាស់ហើយនៅពេលដែលវាចាប់បានហើយវានឹងទៅ transform អានេះដោយ translate នេះ translate x និង translate y ទៅលើ element មួយហើយបន្ទាប់មកវានឹង set target attribute ថ្មីទៅឲ្យពួកនេះចាំមើលខ្ញុំបើកកន្លែង f12 ឲ្យមើលនៅកន្លែងហ្នឹងនៅពេលដែលយើងអូខេមួយនេះអត់តមាននេះអញ្ចឹងយើងអូនេះវា set នេះមួយឥឡូវខ្ញុំអូមួយទៀតវា set ថ្មីទៀតនេះអញ្ចឹងអាកន្លែងនេះនៅពេលដែល move ម្ដង set ថ្មីម្ដង move លើក្រោយទៅ get មកវិញហើយ set ម្ដងទៀតអញ្ចឹងការធ្វើ drag and drop ក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអីឆ្ងល់ទៀតខ្ញុំធ្វើការបញ្ចូលទៀត